ប្រព័ន្ធដែលតងតំណឹងនៅពេលដែលខ្ញុំធ្វើការ search ឃើញថាវាអត់ទាន់ filter ឯងនៅពេលដែលខ្ញុំឈប់ type វានឹង filter result បាទអញ្ចឹងនៅក្នុង Livewire គឺយើងប្រើជាមួយនឹងdebound នេះ debound នេះគឺយើងប្រើសម្រាប់ធ្វើការរងចាំរយៈពេល300 millisecond ទៅ result ហ្នឹងវា filter ឲ្យអញ្ចឹងចាំមើលខ្ញុំសាកធ្វើការ remove ជាមួយនឹង debound ខ្ញុំប្រើតែជាមួយនឹង wire model line អញ្ចឹងនៅពេលដែលខ្ញុំប្រើបែបនេះនៅពេលដែលខ្ញុំធ្វើការ search ឃើញថាវាធ្វើការ filter ឲ្យយើងតែម្ដងអញ្ចឹងបើសិនបើយើងធ្វើអញ្ចឹងធ្វើឲ្យ server របស់យើងវា request រហូតសិនបើវាមាន row នឹងកាន់តែច្រើនបើយើង high បដាវាធ្វើការ request អញ្ចឹងវាអាចនឹងធ្វើឲ្យ server របស់យើងវា slow អញ្ចឹងទាក់ទងទៅនឹង code ខ្ញុំមកធ្វើការបង្ហាញដោយសារក្នុងនេះគឺខ្ញុំបានសរសេរវារួចរាល់ហើយទាក់ទងទៅនឹង search ដែលខ្ញុំប្រើជាមួយនឹង debound នេះហើយបន្តមកទៀតត្រង់កន្លែងនេះយើងធ្វើការ filter ជាមួយនឹង category អញ្ចឹងទាក់ទងទៅនឹង line search line filter គឺយើងប្រើជាមួយនឹង model.line នេះហើយខាងក្រោមនេះជាកន្លែង order ទៅតាម new អញ្ចឹងឧទាហរណ៍យើងចង់ filter បាន new ចាស់ new ថ្មីអីគឺយើងអាចធ្វើការ order បានតាមហ្នឹងអូខេបន្តមកទៀតកន្លែងនេះគឺកន្លែងtotal របស់ new របស់យើងអញ្ចឹងវាមានប្រមាណ record គឺវា display ឲ្យត្រង់កន្លែងហ្នឹងហើយត្រង់កន្លែងនេះតកតងទៅនឹង result នៅពេលដែលយើង search ឬក៏យើង filter គឺវានឹង display មកឲ្យត្រង់កន្លែងនេះហើយត្រង់កន្លែងនេះតកតងទៅនឹង pagination អញ្ចឹងយើងមកមើលតកតងទៅនឹង PHP code វិញតកតងទៅនឹង search គឺខ្ញុំមានជាមួយនឹង method render នេះអញ្ចឹងដូចនៅក្នុងនេះគឺយើង query ជាមួយនឹង newចឹងដោយសារខ្ញុំមាន model new មួយហើយបន្ទាប់មកខ្ញុំ query វាបន្ទាប់មកយើង check ជាមួយនឹង search check ជាមួយនឹង category check ជាមួយនឹង sort ចឹងនៅពេលដែលយើងធ្វើការ search ចឹងកន្លែងនេះវានឹងចាប់ផ្ដើមចូលទៅធ្វើការ search តាមរយៈ title content ហើយនិង author ចឹងត្រង់កន្លែងនេះបើសិនបើយើង search ទៅវាឃើញមាននៅក្នុងtitle មាន content មាន author នេះគឺវានឹងធ្វើការ query មកឲ្យយើងហើយតកតងទៅនឹង query រួចនេះវានឹង display ជាមួយនឹង pagination ចំនួន10ហើយនេះតកតងទៅនឹង category នេះគឺកន្លែង category ដែលយើង display វានេះអូខេអញ្ចឹងតកតងទៅនឹង category គឺដូចគ្នាដែរនៅពេលដែលយើងធ្វើការ select ទៅលើ category គឺវានឹងធ្វើការ filter category ដែលបាន select នឹងមកធ្វើការ display អញ្ចឹងវានឹង get ជាមួយនឹង new ហ្នឹងហើយវានឹងធ្វើការបោះ new ហ្នឹងទៅកាន់ blade file វិញ